ចាជម្រាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរគឺខ្ញុំមកបង្ហាញបងប្អូនពីរបៀបធ្វើស៊ុបចិនងាយៗបងប្អូនដោយជាដំបូងគឺយើងធ្វើការរៀបសាច់ឈាមទានិងប្រហិតផ្សេងហើយអ្វីមិនអាចខ្វះបាននោះគឺបន្លែបងប្អូនហើយចំពោះបន្លែហើយនិងប្រហិតបងប្អូនអាចរើសតាមចំណង់ចំណូលចិត្តរបស់បងប្អូនបានចឹងបន្ទាប់ពីយើងបានលាងបន្លែសាច់និងប្រហិតរបស់យើងរួចរាល់ហើយគឺយើងងាកមកហាន់ឈាមទារបស់យើងវិញម្ដងបងប្អូនហើយចំពោះឈាមទានេះដែរបងប្អូនអាចហាន់ស្ដើងជាងនេះក៏បានឬក៏ក្រាស់ជាងនេះក៏បានតាមចំណង់ចំណូលចិត្តរបស់បងប្អូនអញ្ចឹងបន្ទាប់ពីយើងធ្វើការហាន់ឈាមទារួចរាល់ហើយយើងងាកមកធ្វើទឹកជ្រលក់របស់យើងវិញម្ដងហើយចំពោះទឹកជ្រលក់ដែរគឺខ្ញុំធ្វើទឹកសាហូហើយនិងទឹកត្រីកោះកុងបងប្អូនប៉ុន្តែដោយសារតែទឹកត្រីកោះកុងគឺខ្ញុំបានបង្ហាញពីវីដេអូមុនហើយអញ្ចឹងថ្ងៃនេះគឺខ្ញុំមកបង្ហាញពីរបៀបធ្វើទឹកសាហូវិញម្ដងដោយជាដំបូងគឺយើងដាក់សាហូបន្ទាប់មកយើងធ្វើការកិនវាឲ្យម៉ត់ដើម្បីងាយស្រួលនៅក្នុងការលាយគ្រឿងទេសផ្សេងៗបងប្អូនអញ្ចឹងបន្ទាប់ពីសាច់សាហូរបស់យើងបានម៉ត់ចូលគ្នាល្អហើយគឺយើងធ្វើការដាក់ទឹកដោះគោខាប់ចូលហើយចំពោះទឹកដោះគោខាប់នេះដែរគឺបងប្អូនអាចលាយតាមបរិមាណដែលបងប្អូនចូលចិត្តបានអញ្ចឹងបន្ទាប់ពីទឹកដោះគោខាប់ជាមួយនឹងសាហូរបស់យើងសព្វចូលគ្នាហើយធ្វើការដាក់ទឹកត្រីកោះកុងដែលយើងបានបុករួចរាល់នេះចូលបងប្អូនហើយចំពោះការបុកទឹកត្រីកោះកុងនេះដែរគឺខ្ញុំបានបង្ហាញបងប្អូនកាលពីវីដេអូមុនរួចហើយបងប្អូនហើយយើងងាកមកមើលទឹកសាហូរបស់យើងវិញម្ដងប្រសិនបើបងប្អូនចូលចិត្តជូរបងប្អូនអាចបន្ថែមក្រូចឆ្មាពីលើបានបងប្អូនឥឡូវទឹកជ្រលក់របស់យើងគឺបានធ្វើរួចរាល់ហើយបងប្អូនហើយយើងងាកមករៀបចំបន្លែសាច់ហើយនិងទឹកស៊ុបរបស់យើងវិញម្ដងបងប្អូនចំពោះទឹកស៊ុបនេះដែរគឺខ្ញុំធ្វើពីររសជាតិបងប្អូនហើយចំពោះទឹកស៊ុបនេះដែរគឺមិនមានការពិបាកនៅក្នុងការធ្វើទេបងប្អូនព្រោះគេបានសរសេរសេចក្តីណែនាំនៅលើកញ្ចប់នេះស្រាប់បងប្អូនហើយនេះគឺជាកញ្ចប់ទឹកស៊ុបស៊ីឈ្ងន់បងប្អូនក្នុងមួយកញ្ចប់នេះគឺយើងធ្វើការដាក់ទឹកចំនួន 1000 មីលីលីត្រដែលស្មើនឹង1លីត្របងប្អូនចាហើយនេះដែរគឺជាទឹកស៊ុបធម្មតាបងប្អូនហើយទឹកស៊ុបធម្មតានេះដែរគឺយើងធ្វើការដាក់ទឹកចំនួន 1200 មីលីលីត្របងប្អូនចឹងបន្ទាប់ពីយើងធ្វើការលាយគ្រឿងផ្រើតាមសេចក្តីណែនាំរបស់គេហើយគឺយើងងាកមកអាំងសាច់របស់យើងវិញម្ដងបងប្អូនម្ដងពេលដែលយើងអាំងសាច់នេះដែរយើងងាកមកមើលទឹកស៊ុបរបស់យើងគឺបានពុះល្មមបងប្អូនគឺបងប្អូនអាចដាក់បន្លែប្រហិតតាមចំណង់ចំណូលចិត្តរបស់បងប្អូនបានចាហើយទន្ទឹមនឹងនេះដែរវីដេអូរបស់ខ្ញុំក៏ជានាទីបញ្ចប់ប្រសិនបើមានកំហុសខុសឆ្គងសូមខន្តីអភ័យទោសជួបគ្នានៅវីដេអូក្រោយអរគុណ